ដោយសារឃើញថ្ងៃក្តៅល្អពេកអញ្ចឹងដើម្បីគប់បីនឹងថ្ងៃគឺត្រូវតែធ្វើអីមួយយ៉ាងដើម្បីទទួលបានប្រយោជន៍ពីថ្ងៃដែលកំពុងតែក្តៅហ្នឹងអញ្ចឹងគឺទៅទិញត្រីយកមកប្រឡាក់ហាលតែម្ដងមិនអញ្ចឹងប្រឡាក់ត្រីហាលតំណងណាបងប្អូនគ្នានិយាយមែនណាហើយត្រីមួយនេះគឺខ្ញុំទិញត្រីឆ្លាំងបងប្អូនខ្ញុំកម្រទិញត្រីឆ្លាំងបើខ្ញុំនៅតែខ្មៅខ្ញុំអាសាទិញដោយសារតែនៅតែខ្មៅត្រីឆ្លាំងទុយទុយហើយតម្លៃរបស់វា1គីឡូត្រឹមតែ7-8000ទេហើយបើនៅនេះខ្ញុំឃើញត្រីឆ្លាំងមកគេធំធំអត់ដែរសួរទេថាតម្លៃប៉ុន្មានហើយណាមួយគឺអត់ដែរទិញតម្រងជាមួយនឹងប្រភេទត្រីឆ្លាំងអីចឹងគិតថាយើងគួរតែញ៉ាំអីយ៉ាងប្លែកជាងត្រីឆ្លាំងចឹងណាប៉ុន្តែលើកនេះគឺមកទិញត្រីឆ្លាំងអញ្ចឹង1គីឡូវា15000អញ្ចឹងក៏សម្រាប់ចិត្តថាទិញ1គីឡូហើយ1គីឡូបានតែ3ទេណាបងប្អូនដោយសារតែវាធំខ្លាំងមែនតើតែម្ដងហើយបើទិញត្រីឆ្លាំងមកហើយក្រៅពីប្រឡាក់ហាលគឺខ្ញុំរហូតនឹកអត់ឃើញទេតិចថាយកទៅខយកទៅស្លយកទៅធ្វើអីគឺនឹកអត់ឃើញទេមានតែមួយមុខទេគឺប្រឡាក់ហាលនឹងតែម្ដងហើយគាត់ជូនអីជាមួយនឹងថ្ងៃបើកល្អណាស់បងប្អូនអញ្ចឹងដាក់ហាលអត់ដល់1ម៉ោងទេគឺស្ងួតតែម្ដងនេះមើលត្រីរបស់ខ្ញុំអញ្ចឹងបើស្ងួតហើយអត់មានយកចូលផ្ទះសិនទេបងប្អូនគឺរៀបចំបកាត់ភ្លើងអាំងយកតែម្ដងហើយតិចថាទៅអាំងនឹងកន្លែងផ្សេងអីទៅគឺអាំងកន្លែងហាលនឹងឯងបងប្អូនអញ្ចឹងខ្ញុំចាប់ដល់បកាត់ភ្លើងគ្រាន់តែបកាត់ភ្លាមឆេះភ្លាមខែហ្នឹងធ្វើអីក៏លឿនដែរព្រោះវាក្តៅហ៎អញ្ចឹងបកាត់តែមួយផ្លែតខ្ជូងរបស់ខ្ញុំក៏អាចអាំងត្រីបានហើយខ្ញុំអាំងមិនមែនអាំងទាំងអស់ត្រីទេគឺអាំងតែ3ទេព្រោះអីទុកមួយដែរវាច្រើនពេកអាចញ៉ាំខ្ជិះខ្ជាយអញ្ចឹងយើងញ៉ាំតែ2បានហើយកំឡុងពេលដែលអាំងត្រីហ្នឹងគឺមកដើររកបេះស្វាយយកមកធ្វើទឹកត្រីស្វាយប៉ុន្តែម្ដងនេះខ្ញុំអត់ដាក់ទឹកត្រីទេបងប្អូនខ្ញុំធ្វើទឹកប្រហុកស្វាយទេអ្នកបងប្អូនអាចសាកល្បងធ្វើទឹកប្រហុកស្វាយនឹងបានណាបងប្អូនឆ្ងាញ់ណាគឺយើងគ្រាន់តែចិតស្វាយនឹងហើយបន្ទាប់មកយើងលាយជាមួយគ្រឿងថែមម្សៅស៊ុបបន្តិចមកដាក់គ្រឿងដែលយើងធ្លាប់ដាក់ជាមួយទឹកត្រីស្វាយមកហើយចាក់ទឹកប្រហុកនឹងចូលកូរវា3 4 5ត្រឡប់ឲ្យវាចូលគ្រឿងគ្នាហើយនឹងយើងបានទឹកប្រហុកស្វាយខ្ចីមួយទេបងប្អូនហើយរសជាតិពិសេសជាងទឹកត្រីទៀតទេបងប្អូនហើយឥឡូវតាំងពីចេះធ្វើអាទឹកប្រហុកស្វាយនឹងមកគឺលែងញ៉ាំទឹកត្រីស្វាយហើយព្រោះទឹកត្រីស្វាយវានៅរសជាតិស្ទើរជាងអាទឹកប្រហុកស្វាយហ្នឹងមើលតែមុខអ្នកធ្វើទៅដឹងហើយថាឆ្ងាញ់ប៉ុណ្ណាធ្វើបដាព្រោះបដាតែម្ដងអញ្ចឹងធ្វើហើយហ្នឹងត្រីរបស់ខ្ញុំគឺល្មមឆ្អិនតែម្ដងតែមិនមែនតែឆ្អិនទេនេះគឺលើសឆ្អិនបន្តិចគឺឆ្អិនហើយប៉ុន្តែគ្រាន់ព្រីថែមខ្លោចតិចអញ្ចឹងត្រីរបស់ខ្ញុំគឺប៉ុណ្្នឹងវាថាមិនជាអាក្រក់ពេកទេនិយាយរួមគឺអាចនៅជួសជុលញ៉ាំបានហើយបញ្ជាក់មួយទៀតអ្នកនរគ្នាខ្ញុំកូនទី6ទេមិនមែនកូនបើទេប៉ុន្តែអាំងត្រីភាគច្រើនគឺខ្លោចបែបហ្នឹងអញ្ចឹងឥឡូវត្រីរបស់ខ្ញុំឆ្អិនហើយបើនិយាយពីឈ្ងុយវិញឈ្ងុយ200គីឡូម៉ែត្រហ្នឹងក៏អត់បាត់ឈ្ងុយដែរបន្ទាប់មកខ្ញុំចាប់ផ្ដើមញ៉ាំតែម្ដងនិយាយពីថាអាទឹកប្រហុកស្វាយនឹងជាមួយត្រីអាំងនឹងនិយាយពីតំណងនិយាយរួមមើលទៅគឺស្រក់ទឹកមាត់ច្រកតែម្ដងណាបងប្អូនព្រោះទឹកប្រហុកស្វាយក៏ពណ៌ស្រស់ហើយត្រីរបស់យើងពណ៌ក៏ស្រស់ហើយឈ្ងុយទៀតអញ្ចឹងចាប់ផ្ដើមភ្លក់យកតែម្ដងអ្នកនរគ្នាឃើញសម្រស់វាអញ្ចឹងហើយរសជាតិវិញនិយាយពីថា fail យកតែម្ដង fail នឹងដោយសារតែត្រីរបស់ខ្ញុំនឹងគឺជាត្រីស្អុយអ្នកទាំងអស់គ្នាអ្នកលក់គាត់ជាអ្នករើសឲ្យខ្ញុំនិយាយរួមមិនអាចបន្ទោសអ្នកលក់បានទេធម្មតាអ្នកលក់គេចង់តែលក់ដាច់របស់គេទេគេអត់ចង់សល់វាចោលទេហើយយើងខ្លួនឯងទេដែលតែទិញឲ្យព្រមចុះរើសខ្លួនឯងទេសុខចិត្តអឺតក៏ប្រាប់ថាបងឲ្យយកត្រី1គីឡូមកជួយរើសឲ្យខ្ញុំស្រស់ផងអញ្ចឹងកុំបន្ទោសគេអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ